យុវជនពីអ្នកជិះម៉ូតូដុកគ្នាក្នុងលបឿនលឿនចូលទៅបុករថយន្តវ៉ានណាបត់ឆ្លងផ្លូវពេញហ្នឹងបណ្ដាបាក់ឈើម្នាក់ហ្នឹងដឹកឬអូនបាក់ឈើនេះកូននេះអ្នកដឹកជិះមកពីណាមិញហ្នឹងអូនជិះមកពីនោះពីស្តុបមកចុះឡានពេលហ្នឹងឡានបត់ឡើងនេះគាត់បត់ពីផ្លូវនេះឬក៏មកស្រុកមកណៃបត់ពីផ្លូវនេះមកហើយបត់ពីផ្លូវហៅឆ្លងចឹងអូបត់ផ្លូវនេះបំណងទៅនោះឬក៏មកណាមកដល់គាត់បត់ចេះមកអូបងឯងជិះលបឿនមិនបុកឡានមកដល់ប៉ើងចូលមកផ្លូវមកខាងទៅចឹងពេលហ្នឹងលឿនហើយពេលហ្នឹងលឿនហើយចាប់យ៉ាងមិនជាប់បាទឡានដល់នេះឲ្យឡើងគៀកហ្នឹងហើយឯងលឿនដែរចឹងបាទលឿនដែរអូមកបុកចំកញ្ចក់ឡានឲ្យទ្វារឡានតិចតែអូននេះអត់អូនឯងចាំតោអូននេះចាំតោអូនឯងចាំតោអត់មកពីណារត់ទៅណាថាទៅនោះវិញរកអីញ៉ាំអូតោះឥឡូវតាក់តងគ្រួសារអីនៅអត់លើអូនអូនបាក់ជើងនេះមានគ្រួសារអីនៅតាក់តងគ្រួសារអីនៅតាក់តងហើយរត់លើទាំងអស់នៅដល់ណាបងឯងនៅចំចៅបាទអូមកតនេះនេះជាគ្រោះថ្នាក់ចរាចរណ៍បាទដែលយុវជន2នាក់នេះក៏ជិះម៉ូតូបុកបាទជាមួយនឹងរថយន្តបាទតាក់ស៊ីវ៉ាន់ណាវយុវជន2នាក់ខាងលើនេះក៏ជិះម៉ូតូដឹកគ្នាបុកជាមួយនឹងរថយន្តវ៉ាន់ណាវកំពុងតែឆ្លងមកហើយគាត់មកពីក្លេចមកបាទរថយន្តឆ្លងហើយម៉ូតូមកផ្លូវត្រង់បាទតែយុវជន12នាក់នេះក៏ជិះម៉ូតូក្នុងលបឿនលឿនពេលមកទៅនេះហើយក៏មកបុកជាមួយនឹងរថយន្តពេញទំហឹងតែម្ដងបាទនេះហើយយើងគេឡើងបែកបាទកញ្ចក់បែកទ្វារបិទទ្វារឲ្យហើយដែលយុវជនម្នាក់ហ្នឹងគ្នាគាត់2នាក់គឺរងរបួសម្នាក់បាក់ជើងហើយនេះម៉ូតូបាទហើយបុកនេះឮថាបុកតាំងពីខាងនេះបាទបុកតាំងពីខាងនេះមកហើយខ្ទាតចូលមកខាងនេះពេលមកទៅនេះបាទណាយើងមួយម៉ូតូយុវជន2នាក់ខាងលើជិះម៉ូតូមកពីផ្លូវព្រះសីហនុក្នុងទិសដៅវិលេចមកចំណែកបាទរថយន្តនេះបាទឆ្លងមកនេះបាទតាមនេះបាទពីផ្លូវ57មកបាទហើយកណ្ដាលម្ដងនេះក៏បាត់ឆ្លងមកហើយឆ្លើយត្រង់ណាទៅជឿសោះស្លាប់មកតោលឿនហើយរឿងវាឆ្លាប់ផ្លូវក្រមអត់ជឿនេះឥឡូវបើក្បាលគាត់ឡើងមកត្រឹមនេះណាហើយមកក្រមមិនបានតោមកចេះនេះបាទឆ្លើយត្រង់អត់ត្រូវទេមិញបងមីណាដែរបងមិញខ្ញុំឡើងចេញផ្លូវនេះពីផ្លូវ57មកណោះបាទហើយមកដល់ចំណុចហ្នឹងគឺខ្ញុំមើលអត់មានឃើញម៉ូតូហើយនៅស្តុបនោះក៏ស្តុបក្រហមដែរបាទគាត់បើគាត់លឿនមកនិយាយរួមខ្ញុំមើលអត់ឃើញម៉ូតូគាត់ទេអូដោយសារតែខ្ញុំបត់ឡើងមកសៀហ្នឹងខ្ញុំត្រូវវងទៅចេះវិញបាទហើយលបឿនគាត់ថ្ងៃមើលលបឿនវាឆ្លើយតាមដល់នោះសួរដល់ឡើងធ្វើម៉េចបានបុកវាមកដូចកើតនិយាយរួមគឺខ្ញុំអត់ឃើញម៉ូតូគាត់មកកំឆ្លើយយកទៅគាត់ឡើងមកពីនេះមិនដឹងថាគាត់ឡើងមកជ្រះឬក៏មិនទេហើយនិយាយរួមមកគឺស្ងាត់ហ្មងនេះពេលដែលយើងឆ្លងមកហ្នឹងគឺអត់មានឃើញម៉ូតូទេចាបាទឃើញម៉ូតូទេអូទៅមកដល់តែកន្លែងតែបុកហ្នឹងបានមកដល់ដឹងខ្លួនចឹងមកដល់ខ្ញុំមកដល់គឺខ្ទង់ចំណុចនេះហើយបានប្រើអញ្ចឹងខ្ញុំអត់ដឹងថាគាត់មកជ្រះឬក៏អីព្រោះខ្ញុំមើលអត់ឃើញទេបាទខ្ញុំមកដល់ចំណុចហ្នឹងហើយបានខ្ញុំសល់លបឿនបន្តិចបាទអរគុណបងបាននេះពេលបងប្អូនគាត់បើកតាក់ស៊ីបាទវ៉ាណាវបាទហើយតែបាត់គាត់ឆ្លងផ្លូវមកត្រូវម៉ូតូខាងលើនេះបុកឲ្យពេញទំហឹងដែលជិះយូរដល់យុវជន2នាក់ពេលមកគ្នាបាទបុកយ៉ាងពេញទំហឹងតែម្ដងនៅផ្លូវព្រះសីហនុកែងនឹងផ្លូវបាទក្បែរនឹងបាទមុខក្រុមហ៊ុនសេខាផ្ទាល់តែម្ដងបាទតែបាទយើងគិតទៅបាទមួយខាងនៅក្នុងសង្កាត់បាទបឹងកេងកងទី1ហើយនៅមួយខាងទៀតសង្កាត់ចតុមុខខណ្ឌដូនពេញពេលគ្នាប៉ុន្តែមួយខាងមកពីបាទខាងបឹងកេងកងហើយមួយខាងទៀតមកពីខាងពេលដែលបុកហ្នឹងក៏ខ្ទាតចូលមកខាងបឹងចតុមុខវិញទៅពេលគ្នាបាទហើយឥឡូវយើងអត់ទាន់យ៉ាងម៉េចដែរព្រោះសមាជិកមកថាបានចុះមកដល់ចំណុចទីតាំងកន្លែងកាត់ហេតុទេនឹងបាទហើយឡានពេទ្យយុវជនក្នុងគ្រួសារប៉ុន្តែគាត់បាក់ជើងហើយបាទហើយនឹងបាទបន្តទៀតនឹងធ្វើការដោះស្រាយតាមនីតិវិធីពេលមកគ្នាបាទពេលនេះឥឡូវនេះបាទរថយន្តសមុយខាងមន្ទីរពេទ្យកំពុងតែធ្វើការបាទសង្គ្រោះបាទធម្មព្រោះតែជនក្នុងគ្រួបាទម្នាក់ហ្នឹងគឺរងរបួសបាក់ជើងមកខាងពេលមកគ្នាបាទហើយឥឡូវនេះខាងពេទ្យគាត់កំពុងតែធ្វើការហុំជើងហុំអីហ្នឹងដើម្បីយកទៅធ្វើការបាទសង្គ្រោះព្យាបាលបាទហើយទីតាំងចំណុចកាត់ហែននេះនៅបណ្ដោយនឹងផ្លូវព្រះសីហនុកែងនឹងផ្លូវបាទលេខ55ដែលនៅបាទពេលដែលម៉ូតូជាមួយនឹងឡានគាត់មកបណ្ដោយនឹងផ្លូវព្រះសីហនុក្នុងទឹកដីខណ្ឌបឹងកេងកងពេលដែលបុកហ្នឹងក៏ខ្ទាតចូលមកខាងទឹកដីខណ្ឌដូនពេញពេលមកនេះបាទហើយឥឡូវនេះខាង
រថយន្តខាងមន្ទីរពេទ្យខាងសង្គ្រោះក៏កំពុងតែធ្វើការហុំជើងរបស់ជនគ្រោះដែលបានបាក់ពេលមកគ្នាបាទហើយកន្លែងកាត់ហេតុខាងសមាជិកមូលដ្ឋានក៏បានមកដល់ចំណុចទីតាំងកន្លែងកាត់ហេតុនេះផ្ទាល់ផងដែរដើម្បីធ្វើការអន្តរាគមន៍បាទឥឡូវនេះយើងឃើញទេបាទខាងពេទ្យបាទយកប្លង់ការយកអីមកហើយធ្វើការហុំជើងហើយនឹងយកជនគ្រោះម្នាក់ដែលបាក់ជើងហ្នឹងគឺបាទទៅមន្ទីរពេទ្យភ្លាមដើម្បីធ្វើការបាទសង្គ្រោះព្យាបាលបាទបាទពេលឥឡូវនេះបាទជនគ្រោះដែលបាក់ជើងនេះឥឡូវខាងមន្ទីរពេទ្យបានលើកដាក់ទៅលើបាទរថយន្តហើយបាទនឹងបញ្ជូនទៅការមន្ទីរពេទ្យព្រះអង្គឌួងធ្វើការបាទព្យាបាលបន្តទៀតហើយនេះយើងក៏លេងមកមើលបាទរថយន្តហើយនឹងម៉ូតូបាទនេះម៉ូតូរបស់យុវជនទាំងពីរនាក់ដែលជិះដឹកគ្នាហ្នឹងពេលនេះដែលពាក់ស្លាកលេខភ្នំពេញ 1MN 30គុតបាទ47អូនណៃជិះមួយគ្នាណៃអត់លបួសហើយណាត្រូវជើងទៅរៀងចុកហើយនឹងអត់ទៅពេទ្យអត់អីទេណាអីក្រុមក្នុងអូចាអត់ទៅពេទ្យអត់អីទេចឹងធម្មបានធម្មបានធម្មបានឥឡូវមានតាក់ទងគ្រួសារសាច់ញាតិអីបាទមកដល់ស្រាយទៅគាត់នៅទីណាគាត់នៅខេត្តអូនៅខេត្តហ្នឹងឥឡូវសួរខាងសមាជិកអីបន្ថែមទៅបាទយើងឃើញពេលមកនេះហើយកន្លែងដែលបុកបាទចំចំហៀងទ្វារបាទខាងតកុងបាទរថយន្តតាមនោះឡើងបែកកញ្ចក់ហើយទ្វារនេះគឺកំពិតអស់ហើយពេលមកនេះបាទហើយដែលយើងទទួលបានពីភាគីទាំងសងខាងនេះគឺម៉ូតូធ្វើដំណើរពីលិចមកហើយរថយន្តគឺឆ្លងពីផ្លូវ57មកពេលមកនេះបាទហើយមិនដឹងថាគាត់បត់ត្រឡប់ក្រោយឬក៏បត់ឆ្លងចូលផ្លូវ55ទេយើងអត់ដឹងទេបាទហើយក៏បុកយ៉ាងពេញចំហឹងតាមនោះហើយខុសត្រូវយ៉ាងណាយើងទុកខាងសមាជិកជំនាញចរាចរណ៍ចុះមកធ្វើការបាទបោះវិញបាទហើយឥឡូវនេះយើងឃើញយើងមើលមកជុំតែម្ដងបាទយើងដើរមើលមកជុំបាទនេះហើយរថយន្តវ៉ាយណាតាក់ស៊ីវ៉ាណាឥឡូវគឺពាក់ស្លាកលេខភ្នំពេញ 2CB 2307បាទហើយយើងក៏លេខមើលមកជុំបាទទីតាំងបាទកន្លែងកាត់ហេតុដែលបង្កឲ្យមានការផ្សាយបាយខ្លាំងមែនទែននៅវេលាម៉ោង 12 រំលងអាត្រាតឈានចូលថ្ងៃទី 17 ខែឧសភាឆ្នាំ 2026នេះពេលមកបាទឥឡូវនេះខ្ញុំបាទនឹងជំរាបរួមជាមួយនឹងក្រុមការងារសូមបញ្ចប់បិទវីដេអូនៅត្រឹមនេះរកកំហុសខ្វះខាតសូមពេលមកមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទរួមជាមួយនឹងក្រុមការងារអរគុណខ្ញុំបាទជាមេសូមបញ្ចប់បិទវីដេអូនៅត្រឹមនេះអរគុណ